បងកូនច្រើនមែនទេលោកគ្រូជាចុងក្រោយចង់ឲ្យលោកគ្រូមានជាទស្សនៈទានសម្រាប់យុវជនចំនួនក្រោយដែលគាត់អាចថាមានជីវភាពលំបាកដោយលោកគ្រូដែលយើងធ្លាប់ជាកុមារកំព្រាហើយឥឡូវនេះយើងខ្លាចទៅជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយលោកគ្រូអាចមានមតិយោបល់ចុងក្រោយតិចបាទជាការពិតសម្រាប់ខ្សែជីវិតរបស់ខ្ញុំគិតថាបងប្អូននៅក្នុងសម័យនេះដោយសារឥឡូវយើងសម័យទំនើបបាទគ្រប់យ៉ាងយើងមិនដូចកាលពី20-30 ឆ្នាំមុនទេបាទកាលពីជំនាន់ខ្ញុំនោះគឺយើងដឹងហើយពីមុនគឺលំបាកណាស់ស្រុកយើងចេញពីសង្គ្រាមចេញពីអីចឹងណាអញ្ចឹងបងប្អូននៅសម័យនេះបើនិយាយថាលំបាកប្រហែលជាមិនដល់សម័យខ្ញុំទេខ្ញុំអាចលំបាកជាងអញ្ចឹងរឿងលំបាករឿងជួបឧបសគ្គអីនៅក្នុងជីវិតខ្ញុំគិតថាយើងកុំចាត់ទុកខ្លួនយើងនឹងថាវាខុសគេវាមិនដូចគេវាពិបាកជាងគេយើងត្រូវទទួលស្គាល់ថាខ្លួនយើងវាអញ្ចឹងខ្លួនយើងអញ្ចឹងប៉ុន្តែធ្វើម៉េចដើម្បីឲ្យយើងចេញផុតពីហ្នឹងអាហ្នឹងជារឿងសំខាន់បំផុតបាទអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាជួបការលំបាកយើងមានផ្សេងៗគ្នាមិនប្រកាសថាទើសតែក្មេងកំព្រាបានលំបាកទេអ្នកខ្លះអត់កំព្រាតែគាត់លំបាកដែរចាអញ្ចឹងការលំបាកមានគ្រប់សន្តានមានគ្រប់ប្រភេទអញ្ចឹងខ្ញុំនិយាយជារួមថានៅពេលដែលបងប្អូនជួបការលំបាកបងប្អូនត្រូវទទួលយកការលំបាកហ្នឹងមកដោយសារជីវិតយើងវាអញ្ចឹងទៅហើយអញ្ចឹងយើងទៅតតាំងទៅប្រឆាំងជាមួយជីវិតបែបមិនទៀតយើងធ្វើអត់បានទេប៉ុន្តែអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនត្រូវតាំងចិត្តថាពីនេះទៅមុខតើបងប្អូនត្រូវធ្វើម៉េចឲ្យចេញផុតពីការលំបាកទាំងអស់ហ្នឹងតាមរយៈយើងមើលអ្នកផ្សេងយើងមើលរៀមច្បងយើងមើលអ្នកណាដែលគាត់ជោគជ័យហ្នឹងគាត់ដើរផ្លូវរបៀបម៉េចគាត់ធ្វើរបៀបម៉េចគាត់មានការតាំងចិត្តរបៀបម៉េចហើយយើងមិនអាចធ្វើដូចគេបានទេជាការពិតប៉ុន្តែយើងធ្វើបានត្រឹមរបៀបយើងបាទឧទាហរណ៍ថាយើងជួបការលំបាកហើយយើងចង់ឲ្យធូរធារដូចគេប៉ុន្តែយើងមិនមែនជាគេទេប៉ុន្តែបងអាចធូរធារបែបប្អូនទៅបាទកុំទៅធូរធារបែបគេព្រោះយើងអាចធ្វើដូចគេទេព្រោះយើងមានមហិច្ឆតាចង់មានបានដូចគេប៉ុន្តែយើងមិនមែនជាគេទេយើងជាយើងអញ្ចឹងយើងត្រូវងើបចេញពីកន្លែងលំបាកតាមរបៀបយើងអានេះជាអ្វីដែលខ្ញុំធ្វើកន្លងមកហើយខ្ញុំអត់ដែរយកខ្លួនខ្ញុំទៅប្រៀបធៀបជាមួយអ្នកណាទេប៉ុន្តែខ្ញុំមានមោទនភាពខ្លួនខ្ញុំព្រោះខ្ញុំអតីតកាលរបស់ខ្ញុំបែបម៉េចគឺខ្ញុំដឹងច្បាស់ហើយគ្មានអ្នកណាស្គាល់ខ្ញុំជាងខ្លួនខ្ញុំទេបាទអ្នកផ្សេងគាត់មើលខ្ញុំយ៉ាងម៉េចជារឿងរបស់គាត់ប៉ុន្តែខ្ញុំច្បាស់ខ្លួនខ្ញុំថាខ្ញុំជាមនុស្សបែបម៉េច